អ្នកនរគ្នាថ្ងៃនេះយើងមានអីវ៉ាន់ថ្មីមកធ្វើការតេស្តទៅហើយគឺជាប្រភេទ remote control សម្រាប់ធ្វើការថតរូបឬក៏ថតវីដេអូតាមរយៈការភ្ជាប់ Bluetooth អញ្ចឹងយើងបើកប្រអប់មកយើងទទួលបាននូវសភៅណែនាំមួយគឺទទួលបានជាមួយនឹង remote control ហ្នឹងជាមួយនឹង tele បជាហ្នឹងហើយជាមួយនឹងខ្សែ view ឥឡូវយើងធ្វើការភ្ជាប់ខ្សែ view ជាមួយនឹង remote ដើម្បីងាយស្រួលព្យួរងាយស្រួលទុកដាក់តាមខ្លួនហើយនៅផ្នែកខាងក្រោយហ្នឹងគឺមានស្ទះមួយសម្រាប់ដាក់ថ្មហើយថ្មហ្នឹងគឺគេប្រើប្រភេទ coin cell ដែលដូចជាមួយនឹងថ្មនីកាឥឡូវយើងធ្វើការបើក remote ទាំងអស់គ្នាយើងចុចឲ្យជាប់លើប៊ូតុងហ្នឹងប៊ូតុងមានតែមួយនៅលើហ្នឹងហើយបន្ទាប់មកយើងធ្វើការបើក Bluetooth នៅលើទូរស័ព្ទរបស់យើងបើហើយយើងធ្វើការស្វែងរកហើយ Bluetooth ឈ្មោះ Ugreen ទាំងអស់គ្នាហើយយើងធ្វើការភ្ជាប់ហើយយើងធ្វើការចូលទៅក្នុងកម្មវិធីកាមេរ៉ាយើងតេស្តសាកមើលដូចអ្នកនរគ្នាឃើញអញ្ចឹងចុចមួយដើម្បីថតខ្ញុំធ្វើការដើរឆ្ងាយបន្តិចពីទូរស័ព្ទដើម្បីធ្វើការតេស្តពីចម្ងាយឲ្យអ្នកនរគ្នាមើលហើយនឹងអ្នកនរគ្នាគឺនៅដំណើរការហើយរយៈចម្ងាយដែលវាដំណើរការគឺក្រោម10ម៉ែត្រឥឡូវយើងធ្វើការបដូរទៅវីដេអូវិញហើយយើងចុចថតហើយបើតាមគំនិតខ្ញុំបើសិនជាមានមុខងារចុច scope នៅពេលថតវីដេអូគឺរត់តែល្អប៉ុន្តែនេះគឺអត់មាន